Silly 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 Nè gì chứ ở chẳng lẽ cứ slap ra sát sầm lọc luôn ប៉ុន្តែហ្វុងណាន់យៀនថាសើបងត្រូវគេសម្លាប់ ហេតុអី ពួកខ្ញុំក៏ងឿងឆ្ងល់ណាស់ដែរតែសើបងមិនព្រមនិយាយប្រាប់ពួកខ្ញុំតទៅសោះណែបងចង់សើមកាត់ឬក៏ចង់តែ អូរំខានពួកនេះ ឈប់សិនអ្នកទាំងពីរចង់ទៅណាក៏បានដែរតែកុំចូលព្រៃហឹងឲ្យសោះហេតុអីតែលុះត្រាតែអ្នកទាំងពីរមិនចង់ឲ្យពើនោះរើឡើងវិញគិតយ៉ាងម៉េច និយាយបានជាមកដល់ទៅហើយនឹងអាចយ៉ាងម៉េចទេអីហ្នឹងលលីងអាចទៅបានហើយណែហេតុអីក៏បងចាប់ដៃខ្ញុំទីនេះមានទេសភាពស្អាតយ៉ាងណាហើយមានស្អីស្អាតកំឡុងទេបងមិនចាប់ដៃទេដូចជាគ្មានមនុស្សសែងចិត្តទៅណាទេបងចង់ស្លាប់យើងសុទ្ធតែជាមនុស្សដែលចិត្តស្លាប់ទៅហើយឲ្យបងប្រហែលបន្តិចក៏មិនអីដែរមែនទេដល់ទៅបងដូចជាមិនសូវជឿសោះបងមិនជឿថាខ្ញុំឲ្យបងចាប់ដែរមិនមែនទេបងមិនជឿថាយើងអាចចុះដល់ឡើងនៅកន្លែងដដែលនេះមើលហេតុអីបានចេញអញ្ចឹងបាញ់ជាទីនេះហៅថាព្រៃយំមើលទៅយើងមិនអាចចេញពីទីនេះបានទេព្រៃនេះគឺយើងរៀបក្បួនចម្លែកឥឡូវរកផ្លូវទីពីរដើមមើលទៅអត់ប្រយោជន៍ទេមិនចាំបានផ្លាស់ប្ដូរទីដែរច្រើនទីបំផុតនៅតែមកដល់ទីនេះដដែលអូនមិនជឿអេឆាប់តែខាងសាក់មើលអេយូកុំដល់ប្រាសោះឆាប់ដល់ហើយព្រៃយ៉ាងហឹងគឺរៀបចំតាមក្បួនទ្វារចម្លែកនឹងជ្រែកដីដូច្នេះមានកលិជនច្រើនណាស់ក្រៅពីអ្នកគ្រូមីនឆានហើយនៅអ្នកគ្រូខ្ញុំអត់មានអ្នកណាអាចចេញពីនេះបានទេសូម្បីខ្ញុំក៏អញ្ចឹងដែរអញ្ចឹងបានជាទេពធីតាសុធីព្រមឲ្យខ្ញុំចេញមកដល់សេរីតែពួកនាងគ្មានការអនុញ្ញាតទេជាមិនអាចចេញពីទីនេះទេមែនទេនេះជាវិន័យវាមានតកអញ្ចឹងមិនខុសពីជាប់គុកទេវិន័យរបស់ពួកនាងដាច់ធម្មតាពេកកាលពីមុនអ្នកគ្រូយាយមកពីជឿថាលើโลกនេះអត់មានធម្មតាទៅបង្កើតពីមានតកនេះបើអញ្ចឹងវិន័យរបស់ពួកយើងគឺពិតជាអត់មានធម្មតាហើយអញ្ចឹងមនុស្សនៅក្នុងវិមានព្រមនៅទីនេះអស់មួយជីវិតបើសិនជាមិនព្រមទេលទ្ធផលគឺមានតែម្យ៉ាងគត់គឺត្រូវតែស្លាប់អើចឹងលីងគឺជាគំរូដ៏ល្អមែនទេត្រូវហើយបើគេព្រមស្ដាប់តាមខ្ញុំឲ្យគ្រប់ពីនេះគឺមិនត្រូវគេសម្លាប់ទេចុះហេតុអីគេរកគ្នាសិតថានឹងធ្វើអត្តឃាតមានតែនាងទេដែលយកខុសពីគេសាបងមើលណាថ្ងៃនេះស្អាតណាស់សាបងកំពុងតែបារម្ភពីខ្ញុំមែនទេលុយសទ្ធាចក្រវាលហើយតេតូនជាមួយយូឆេនទាំងពីរនេះសិតតែទោសប្រហារជីវិតនេះមិនឲ្យបងបារម្ភពីអាមីនកាតាំងពីតេដាត់ថងខ្ញុំដឹងថាបងឲ្យចំពោះខ្ញុំណាស់សៀវលីព្រោះតែបរិះម្នាក់អូនធ្វើអញ្ចឹងតើសមដែរទេខ្ញុំមិនមែនដើម្បីប្រុសម្នាក់ទេ
គឺដើម្បីស្នេហាសូម្បីតែជីវិតខ្លួនក៏មិនចង់បានដែរតើអូនមានធ្លាប់គិតទេបើសិនជាម្ចាស់វិមានដឹងគាត់ប្រកាសជាមិនលើកលែងអូនទេដល់ពេលនោះតើមានអ្នកណាជួយអូនបានខ្ញុំមិនខ្លាចស្លាប់ទេប៉ុន្តែពេលនេះខ្ញុំមិនតាន់ចង់ស្លាប់ទេពីព្រោះគាត់បានសន្យាថា3ខែក្រោយគាត់មកជួបខ្ញុំនៅសាលាសំណាក់ជីក្រុងហាងជើដល់ពេលនោះនាំខ្ញុំទៅភ្នំថៃសានមើលថ្ងៃរះបើដឹងទេផែនដីធំណាស់ពិភពលោកនេះស្អាតណាស់វាមានទឹកកកដ៏តូចនេះគឺមិនអាចប្រៀបទៅបានទេអូនស្មានថានេះម្ចាស់ប្រមឲ្យអូនទៅឯងខ្ញុំត្រូវទៅទោះស្លាប់ក៏ខ្ញុំទៅដែរតើអូនមានធ្លាប់គិតទេបើសិនជាយូរឈានកុហកអូនតើអូនគិតយ៉ាងម៉េចដែរស្រឡាញ់មនុស្សម្នាក់គឺមិនបាច់សង្ស័យច្រើនពេកទេបើអញ្ចឹងមែននោះក៏មិនហេតុថាស្នេហាដែរសើបងនៅពេលដែលសើបងស្រឡាញ់មនុស្សម្នាក់ពិតប្រាកដនោះបោះយកពីគំនិតខ្ញុំនៅពេលនេះហើយបើសិនជាថ្ងៃណាមួយខ្ញុំពិតជាបាត់ទៅមែនបងគម្រប់ខ្ញុំអីគួរតែសប្បាយចិត្តជួបខ្ញុំតែបើខ្ញុំពិតជាស្លាប់មែននោះបងជួយប្រកួតរបស់នេះឲ្យគេផងតើបានទេសើបងយើងជឿដល់យើងជាបងប្អូនជាច្រើនឆ្នាំទៅហើយខ្ញុំសូមបងសើបងខ្ញុំដឹងថាសើបងជាមនុស្សល្អណាស់មនុស្សល្អដូចជាបងអញ្ចឹងថ្ងៃណាមួយគង់ទៅរកបានមនុស្សម្នាក់ដែលបងស្រឡាញ់ជាមិនខានគឺជាការពិតមែនណាសេលីងមានចិត្តចង់ទៅជួបយូឈីនធ្វើមិនអាចសម្លាប់ខ្លួនឯងនៅយប់នោះបានទេម្យ៉ាងទៀតក្រៅពីវាខ្ញុំនៅមានសិស្សប្អូនម្នាក់ទៀតឈ្មោះភ័យនាងព្រោះតែចង់រស់ក៏ត្រូវគេសម្លាប់ដែរអញ្ចឹងនឹងសង្ស័យថាអ្នកណាធ្វើហើយមិនបាច់សួរទេប្រកាសជាទេធីតាសុធីជាអ្នកធ្វើហើយនាងព្រោះតែមរណភាពអីយ៉ាងនេះក៏ប្រឆាំងនឹងម្ចាស់វិមានយកពួកខ្ញុំមកភ្នំមែនទេត្រូវហើយថ្មីត្បិតតែខ្ញុំមិនដឹងថាស្នេហាជាអ្វីតែខ្ញុំជឿថាស្នេហាគឺជាអារម្មណ៍យ៉ាងដែលផុសចេញពីក្រៅបេះដូងមិនមែនច្បាប់ពីនៃក្នុងវិមានអាចខុតគេបាននោះទេខ្ញុំចង់ធ្វើឲ្យម្ចាស់វិមានដឹងថាលើលោកនេះពិតជាមានស្នេហាពិតប្រាកដមែនបានជាខ្ញុំអញ្ចឹងអ្នកបែងក្នុងគ្នានោះយ៉ាងម៉េចដែរតាមផែនការដែលបានក្រុងទុកឈួលលហឿងត្រូវនាំស្រីដែលស្រឡាញ់ជាងគេមកទីនេះហើយបញ្ជាក់ថាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាមែនដើម្បីគូស្នេហ៍សុខចិត្តលះបង់ជីវិតរបស់ខ្លួននៅដំណាក់កាលចុងក្រោយខ្ញុំនឹងជួយអ្នកទាំងពីរបន្សាបពើឲ្យអ្នកទាំងពីរបន្ទាប់មកម្ចាស់វិមានអាណត្តិក្រោយគឺជារូបនាងនឹងហើយពីនៃក្នុងវិមានគឺខ្ញុំជាអ្នកចាត់ចែងពេលនេះបញ្ហាដែលធំបំផុតនោះគឺឈួលលហឿងមិនព្រមស្រឡាញ់នាងសោះខ្ញុំគាត់និយាយប្រាប់នាងដល់ផ្ទាល់មាត់ដែរក្រៅពេលគាត់និយាយប្រាប់ខ្ញុំក៏ទៅប្រាប់នាងម្ចាស់ថាកុំឲ្យដាក់ពឹសលើនេះតែគាត់មិនព្រមស្ដាប់ទៅសោះថែមទាំងនិយាយថាចង់យកជីវិតអ្នកទាំងពីរមកបញ្ជាក់លើលោកនេះតើមានស្នេហាពិតឬអត់គឺត្រូវបែងចែកចាញ់ឬឈ្នះទៅបានសូមអភ័យទោសរឿងនេះគឺខ្ញុំជាអ្នកបង្កឡើងអ្នកទាំងពីរមិនអីទេអត់អីទេពេលនេះដឹងការពិតទៅហើយទីមួយពើដែលពួកខ្ញុំត្រូវនេះថ្នាំបន្សាបគឺនៅលើកម្លាំងធាតុរបស់ទេពធីតាមានក៏ដូចជាអត់ដែរទីពីរពួកខ្ញុំត្រូវជាប់ឃុំនៅក្នុងព្រៃនេះមានលុយយន្តជាច្រើនគឺមិនអាចរត់រួចក៏ជាផ្លូវស្លាប់ដែរទី3វាស្នាចារថាពួកខ្ញុំរកបានតែម្នាក់ប៉ុណ្ណោះពេលនេះម្នាក់នៅក្នុងចំណោមពួកខ្ញុំមិនស្រឡាញ់គ្នាទេប្រហែលជាចុងក្រោយពួកខ្ញុំត្រូវសាប់ទាំងពីរនេះតែខ្ញុំនិយាយត្រូវទេឈូឡាហឿងយូរពឹកក្នុងខ្លួនអូនឬទៀតហើយសុំទោសមិនបាច់សុំទោសទេ